ខ្ញុំគាត់សួរថាចង់ដឹងថា CPU ប្រភេទម៉ាស៊ីនហ្នឹងជា CPU អីគេអីជួយ check ពីមើលហ្នឹងយើងត្រូវ check មិន ព្រោះមកហ្នឹងទីមួយនេះ sticker នេះគេដាក់បញ្ជាក់បិទលើហ្នឹងតែបើគាត់ចង់ check ក្នុង system បញ្ជាក់ទៀតចូលមក task manager អូខេ ហើយយើងយកមកកាន់កន្លែង performance របស់វានេះ អូខេ វានឹងផ្សាយមកវាមក CPU អូខេចាស់ហ្នឹង CPU អីគេ ហើយជាប្រភេទ Snapdragon មក X12 2100ដែលវាជាប្រភេទ ARM processor អូខេចង់បើខ្ញុំគាត់ចង់មើលថាម៉ាស៊ីនហ្នឹងមាន RAM on board ឬក៏ RAM អាចដោះតែថែមបានឬក៏ដកបានអញ្ចឹងមើលមិន គេបងអានេះយើងមើលមកកន្លែងពាក្យ memory ហ្នឹងមកនៅកន្លែង11ហ្នឹងមក អូខេ អញ្ចឹងអានេះវាមាន slot មួយប៉ុន្តែ form factor វាជាប្រភេទ TSOP មានថាជាប្រភេទ RAM on board យើងអាចដោះថែមបានទេ អូខេប៉ុន្តែវាសល់ slot មួយឲ្យថែមមែន អត់ទេបងមានន័យថា slot វាមានមួយគឺមួយហ្នឹង on board ហ្មង អូខេចាឥឡូវម៉ាស៊ីនហ្នឹង RAM បានជី RAM 610ហ្មងនេះជា bus speed របស់វា អូខេ 610G ហ្មងណាបាទអូខេចុះបងឃើញពាក្យ NPU នេះមានន័យថាម៉េច អានេះជា chip AI process ហ្មងសម្រាប់ការងារប្រើប្រាស់ទៅការ AI ជំនួយវាប្រើទៅលើ chip NPU ហ្នឹង អូខេអញ្ចឹងវាភ្ជាប់មកជាមួយ CPU ស៊េរីថ្មីហ្នឹងឯង ហ្នឹងហើយមាន AI មក អូខេចាក់កន្លែង GPU 0នេះហ្នឹង អានេះជា GPU ដែលមកជាមួយ CPU Snapdragon ហ្នឹងបងនេះ model របស់វា Adreno X1 ដក 45 GPU អូខេចាហ្នឹងដែលគេហៅថា VGA ហ្នឹងមែន បាទហ្នឹង VGA ជាប់ វាជាវាជា VGA ជាប់ហ្នឹងវាជាប់មកជាមួយ CPU ហ្មងណា បាទ អូខេចាម៉ាស៊ីនហ្នឹងស៊េរីគេម៉ាស៊ីនហ្នឹង A2 មកជាប្រភេទ A2 Vivo Book F16 អូខេអរគុណច្រើន